ប្រមុខរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតចូលរួមនៅក្នុងកិច្ចប្រជុំបបគឺ Board of Peace គឺក្រុមប្រឹក្សាសន្តិភាពពិភពលោកដឹកនាំដោយលោក Donald Trump ហើយនៅកិច្ចប្រជុំនោះគឺនឹងជជែកអំពីតំបន់កាហ្សាដើម្បីរៀបចំកាហ្សាឡើងវិញដែលនឹងចំណាយលុយអស់$70,000 លានឯណោះប៉ុន្តែលោក Donald Trump សន្យានឹងផ្ដល់លុយចំនួន$5,000 លានដើម្បីស្ដារនៅកាហ្សាបណ្ដើបងប្អូនហើយមានតបមាននិយាយទៅតបពីបណ្ដាប្រទេសជាច្រើនដែលគេចូលរួមដែរហើយនៅក្នុងនោះគឺមាន26ប្រទេសបាទលោកអ៊ីលម៉ាស់គាត់ថាគាត់នឹងផ្លាស់ប្ដូរផែនការរបស់គាត់ទៅតាំងលំនៅឋានឬក៏នឹងធ្វើហេដ្ឋារចនាសម្ព័ន្ធទាំងឡាយនៅប្រច័នវិញនៅប្រច័នហើយគាត់ថាគាត់នឹងធ្វើឲ្យខ្លាយទៅជាស្ថិរលំដាប់លេខ1នៅលើពិភពលោកពាន់លានឥឡូវគាត់មាន800,000 លានបាទណាលើសគេឥឡូវគាត់នឹងធ្វើឲ្យបាន